ហ្នឹងគឺយើងចុះមកអនុវត្តការតាមផ្ទាល់ឥឡូវយើងដល់ការឋានទី3ណាការឋានទី3នេះគឺដោយដែលខ្ញុំបានបញ្ជាក់តាំងពីការឋានទី1ទី2ទីតាំងភូមិសាស្ត្រនៅសាលាបាទអញ្ចឹងយើងស្វែងយល់ណាអ្នកស្រុកអ្នកភូមិយើងសួរវាទៅបាទការឋាននេះគឺជាការឋានដីឥដ្ឋយើងឃើញហើយពីរណ្ដៅនេះការឋាននេះបានសិក្សាលើគម្រោងដីឥដ្ឋដែលមានឥដ្ឋពណ៌សពណ៌លឿងពណ៌ក្រហមពណ៌ត្នោតលក្ខណៈហើយទល់មុខផ្លូវដែលយើងចុះមកនោះគឺពីមុនគឺជារោងសិប្បកម្មដីឥដ្ឋមួយបាទធ្វើចានធ្វើឥដ្ឋធ្វើអីទាំងអស់ហ្នឹងហើយណាដឹកឥដ្ឋមួយចំនួនហ្នឹងដីឥដ្ឋមួយចំនួនហ្នឹងទៅដល់បែកចានផលិតចាននៅនឹងបែកចានទៀតដោយរយៈកាលកន្លងមកយើងឃើញថាជីវភាពប្រជាជននៅទីនេះវាមិនអាចឆ្លើយតបណាវាមិនអាចទូធាអាចបានសង់ផ្ទះថ្មអាចបានសង់ផ្ទះអីទេដូច្នេះការឋានហ្នឹងវាបន្តិចម្ដងទៅវាឈានទៅបិទបាទឈានទៅបិទអញ្ចឹងបានយើងឃើញការឋានសម្ដៅពីរនេះគឺសិក្សាតាំងពីយូរណាស់មកហើយប្រហែលជាអាចចប់នៅក្នុងឆ្នាំ92ណានៅក្នុងឆ្នាំ90 91ហ្នឹងគឺការឋានទៅបិទជាស្ថាពរបាទហើយក្រោយមកទៅការសិក្សាពីរឿងសិប្បកម្មដីឥដ្ឋអីទាំងអស់ហ្នឹងគឺយើងឃើញហើយនៅក្បែរទីក្រុងភ្នំពេញផ្លូវជាតិ 6A អញ្ចឹងការជឿនលឿននៅទៅគេដឹកពីកន្លែងហ្នឹងមកចូលទីក្រុងអញ្ចឹងទៅយើងឃើញថាបើយើងធ្វើអាជីវកម្មនៅទីនេះគឺវាមានលក្ខណៈមួយថាមិនអាចចំណេញបានទេនៅប្រព័ន្ធទីភ្នំពេញនៅផ្លូវ 6A យើងឃើញច្រើនអញ្ចឹងហ្នឹងមកជួរហ្នឹងសុទ្ធតែការឋានដីឥដ្ឋអស់បាទឥឡូវខ្ញុំសូមមកបញ្ជាក់នៅទីតាំងកន្លែងនេះតែម្ដងការឋាននេះគឺជាការឋានមួយដែលកើតឡើងនៅកន្លែងដែលមិនអាចយកវិណាប្រទេសទេការឋាននៅកន្លែងហើយយើងអាចធ្វើអាជីវកម្មហើយដោយតែខ្ញុំមកបញ្ជាក់នៅការឋានទី1ចឹងដើម្បីសិក្សាពីបញ្ហាដីឥដ្ឋនេះគឺយើងត្រូវតែធ្វើសិក្សាលើការងារឃុំទាំងអស់គឺយើងមិនអាចកំណត់ថាមើលនៅលើដីហ្នឹងយើងអាចដឹងថាវាមានជម្រៅណាបរិមាណកំណាតតឹងប្រមាណបណ្ដោយប្រមាណកម្រាស់ប្រមាណគឺយើងមិនអាចដឹងទេអញ្ចឹងយើងត្រូវការសិក្សាទៅលើការងារឃុំឬក៏ជីកចុះទៅក្រោមដើម្បីដឹងបរិមាណរបស់វាបាទឥឡូវយើងមើលនៅក្នុងកន្លែងនេះគឺទៅតាមជាក់ស្ដែងដែលនៅមាត់ណាមាត់ស្រះទាំងអស់នេះណាមាត់ដែលជីកនេះយើងឃើញដល់មានពណ៌ខ្លះលឿងសបាទយើងអាចឃើញមានពណ៌សពណ៌លឿងពណ៌ក្រហមពណ៌ត្នោតអញ្ចឹងខ្ញុំសូមបញ្ជាក់ថាចំពោះដីឥដ្ឋវាមានពណ៌ច្រើនណាស់មិនមែនមានលឿងក្រហមត្នោតទេមានពណ៌ខ្មៅក៏មានបំប្រេះក៏មានណាពណ៌ផ្កាឈូកក៏មានពណ៌ណាស្វាយក៏មានពណ៌អីក៏មានដែរច្រើនណាស់ច្រើនពណ៌ប៉ុន្តែគេចាត់ទុកវាចំណាត់ថ្នាក់ដែលធំជាងគេចាត់ទុកតែពីចំណាត់ថ្នាក់ទេគឺដីឥដ្ឋពណ៌សនិងដីឥដ្ឋពណ៌លឿងបាទក្រពស់ដីឥដ្ឋពណ៌លឿងនេះគឺបណ្ដុំទៅដោយពណ៌ក្រហមពណ៌ត្នោតច្រើនណាស់ប៉ុន្តែគេគិតថាភាគរយដីឥដ្ឋពណ៌លឿងច្រើនជាងគេអញ្ចឹងគេកំណត់ភាគរយដែលធំគឺដីឥដ្ឋពណ៌សនិងពណ៌លឿងហើយយើងត្រូវពិចារណាប្រងទៀតថាតើផលប្រយោជន៍របស់ដីឥដ្ឋពណ៌សគឺអីចំពោះដីឥដ្ឋពណ៌សយើងឃើញថាមានយកមកប្រើច្រើនណាស់ដូចជាការ៉ូសេរ៉ាមិកណាដូចជាចានពុកសាឡែនដែលយើងឃើញថាវត្ថុដែលមានតម្លៃឬក៏ជាវត្ថុអនុស្សាវរីយ៍ជាធូធំណាធូពោះធំមកគូសិត$1,500បាន$2,000ណាធូដែលរូបចម្លាក់ណារូបចម្លាក់ចិត្តហៅថាអីពីធានយើងវិញនោះហ្នឹងហើយគឺមានតម្លៃណាស់ហើយក្រោយពីនោះទៀតគឺយកដីឥដ្ឋនេះគេយកទៅធ្វើជាដែលហៅថាអ៊ីសូឡង់យើងឃើញខ្សែចាបតាមបង្គោលភ្លើងជាច្រើនយើងឃើញមានផ្ទះពណ៌សទៅបែបហ្នឹងបាទអានេះហើយជាបង្គោលពណ៌សដែលមានហៅថាទុកស្កាត់ជាមួយនឹងបណ្ដាញខាងបពុលអគ្គិសនីរាប់ពាន់10ឆ្នាំមកហើយត្រូវយើងគាត់ឃើញដាក់អាចារ្យប្រទេសមួយយើងអាចខាត់បានឃើញទេបាទហើយចូលមកទៀតយើងឃើញថាណាជឿបុកសាឡែទៀតតែខ្លួនយើងគាត់ជឿ10ថ្ងៃទៅតែច្រឡំថាថ្មចុះបាទគឺគុំកាត់ឡើងពីពណ៌សហើយចានឡើងពណ៌រៀបដៃជាដីអនហ្នឹងគឺជារូបគឺសម្ភារៈសម្រាប់
ចាប់ទៅបន្ទប់ទឹកទីច្រើនគឺជាពណ៌សនេះចំណែកទី2គឺពណ៌លឿងឃើញតើផលប្រយោជន៍វាធ្វើអីពណ៌លឿងគឺអត់គឺពឹងគឺចានបងបែបទៅនោះទីច្រើនតែអស់ណាដែលយកអត់ពណ៌លឿងហ្នឹងយើងប្រើការបាទអញ្ចឹងយើងឃើញហើយទស្សនវិជ្ជាស្ដែងឡើយនេះដែលខ្ញុំបានបកស្រាយអញ្ចឹងខ្ញុំទុកពេលឲ្យឥឡូវ12កន្លះហើយ12:40បាទ12:40ចូលណានវិញខ្វះមួយ10នាទី12:50ណា12:50បាទអញ្ចឹងយើងប្រហែលចុះ